បើសិនជាបងគិតថាមិនដឹងធ្វើម្ហូបអីពិបាកគិតបងអាចធ្វើម្ហូបមួយមុខនេះសាកបានណាខ្ញុំធានាថាឆ្ងាញ់តែម្ដងចាថ្ងៃនេះខ្ញុំបានជាមួយនឹងត្រីសាល់ម៉ុនចាខ្ញុំទិញក្បាលត្រីសាល់ម៉ុនមួយចំនួន$2ខ្ញុំអត់ដឹងសាល់ម៉ុនឬត្រោតទេណាអ្នកលោកប្រាប់ថាសាល់ម៉ុនគឺខ្ញុំសាល់ម៉ុនតាមដែរហើយចាហើយខ្ញុំលាងទឹកឲ្យស្អាតកាប់ជាដុំដូចជាខ្ញុំបង្ហាញមិញអញ្ចឹងទៅបន្ទាប់មកខ្ញុំដាក់ដាំទឹកចាដាំទឹកឲ្យពុះខ្ញុំដាក់គល់ស្លឹកគ្រៃម្ដេងខ្ទឹមសចាហើយបន្ទាប់មកខ្ញុំដាក់គ្រឿងឲ្យហើយអំបិលស្ករប៊ីចេងទឹកត្រីចាមកល្មមតម្រូវការរបស់យើងចូលចិត្តអីអញ្ចឹងណាចាហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងត្រីសាល់ម៉ុនហ្នឹងចូលតែម្ដងចាហើយសម្រាប់ត្រីសាល់ម៉ុនហ្នឹងបងអំបាច់បង្ងាស់យូរទេតាមមកអំពុះប្រហែលជា3នាទីអីហ្នឹងគឺវាឆ្អិនហើយត្រីហ្នឹងឆាប់ឆ្អិនមែនតើឆាប់ផុយណាហើយនៅពេលបងដាក់គ្រឿងអំបិលស្ករប៊ីចេងហ្នឹងដាក់រៀងលះតិចមកអាគ្រឿងសក្រីម្ដេងអីហ្នឹងក៏ដាក់រៀងលះតិចដែរបើយើងដាក់រៀងតិចពេកធ្វើឲ្យត្រីហ្នឹងវារៀងតលន់បន្តិចត្រីហ្នឹងប៉ុន្តែឆ្ងាញ់ហើយអំបិលស្ករប៊ីចេងយើងដាក់ឲ្យលះមកពេលដែលយើងច្របាច់ក្រូចឆ្មាដាក់ជីទៅនិយាយពីថាជាតិហើយមិញខ្ញុំដាក់ត្រីស្ងោរចោលទៅហើយបន្ទាប់មកខ្ញុំបានមកហាន់ជីមានជីណាមានជីអង្វងអីចឹងទៅចាមានម្ទេសដាក់ម្ទេសទៀតទៅហើយខ្ញុំក៏បានពេលពុះស្រង់ពពុះវាចេញផងចាហើយឥឡូវនេះឃើញតំណងអត់ពេលដែលពុះហើយម្ហូបមុខហ្នឹងគឺស្ងោរជ្រក់ក្បាលត្រីសាល់ម៉ុនចាម្ហូបនេះខ្ញុំមិនសូវបានហូបទេយូរខ្ញុំបានហូបម្ដងទេបើយើងហូបញឹកពេកអាចនឹងតលន់ដែរព្រោះឯត្រីនេះរៀងសបោខ្លាញ់ណាចាហើយឥឡូវម្ហូបខ្ញុំរបស់ខ្ញុំបានឆ្អិនហើយចាប់ផ្ដើមដួសដាក់ចានតែម្ដងហើយនិយាយទៅត្រីនោះម្ហូបហ្នឹងគឺស្លលឿនខ្លាំងបងអាចសាកបានក្បាលត្រីសាល់ម៉ុននៅយើងនឹងលក់ធូរទេ1គីឡូតាម10000ទេហើយខ្ញុំទិញក្បាលមួយនឹងអស់8000ហើយមួយនឹងឡើង8ខាំអីហ្នឹងចាឥឡូវស្លខ្ញុំទៅដាក់ចានយើងដាក់ជីរៀងច្រើនមកបន្ទាប់មកយើងច្របាច់ក្រូចឆ្មាដាក់ឲ្យជូរចាហើយមានទឹកត្រីអំបិលម្ទេសហិចហិលដាក់នៅក្បែរនឹងទៀតរឹតតែពិសេសតែម្ដងប៉ុន្តែគួរឲ្យសោកស្ដាយណាខ្ញុំញ៉ាំអំបិលញ៉ាំទឹកត្រីម្ទេសអត់បានទេចាឥឡូវចូលដល់វគ្គហូបហើយបងប្អូននឹងនិយាយពីថាទំនងខ្លាំងមែនតើពេលដែលយើងដាក់ជីដាក់ក្រូចឆ្មាចង់ហើយនិយាយពីថាក្លិនជះឡើង4 10ភុំតែម្ដងហើយនៅពេលខ្ញុំហូបហ្នឹងខ្ញុំហូបព្រុយខ្លះអញ្ចឹងទៅជាមួយនឹងក្បាលខ្លះបើយើងហូបអាកន្លែងសាច់ខ្លាំងយើងវាអាចនឹងតលន់ប៉ុន្តែបងប្អូនកុំភ័យពេលដែលយើងតលន់យើងយកអាទឹកត្រីម្ទេសយើងហិលហ្នឹងយកមកស្រូចពីលោកដាក់ទៅនិយាយពីថាចូលជាតិគ្នាឆ្ងាញ់ខ្លាំងមែនតែម្ដងចាឥឡូវបងប្អូនមើលតាមាត់ខ្ញុំទៅក៏ដឹងថាឆ្ងាញ់ដែរនិយាយពីមួយម៉ាត់ដាក់មកឡើងគេហៅថាស្អីក្បមហើយនិយាយពីថាខ្ទិះឡើងពេញមាត់តែម្ដងណាហើយត្រូវត្រីហ្នឹងវាអត់ស្វិតទេវាផុយដាក់ទៅនិយាយពីថាជូស៊ីហើយជូស៊ីឯណារៀននិយាយជូស៊ីតាមគេនិយាយពីថាដាក់ទៅឡើងខ្ទិះពេញមាត់តុនហ្មងវាអត់ប្របាក់តាពីអីច្រើនទេហើយវាឆ្អឹងវាក៏អត់សូវមុតដែរដោយសារឆ្អឹងវាអត់មើលទៅដូចរឿងតុនក្បាលត្រីសាល់ម៉ុនអត់មានឆ្អឹងណាត្រូវឲ្យយើងមុតមាត់អីប្របាក់អីទេអត់ទេស្រួលយកឆ្អឹងចេញខ្លាំងពេលឆ្អិនហ្នឹងចាហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបាយ